กระทรวงวัฒนธรรมនិងវិចិត្រសិល្បៈកម្ពុជាកាលពីថ្ងៃទី13ខែឧសភាបានចេញសេចក្តីថ្លែងការណ៍បដិសេធដាច់ខាតនិងតវ៉ាយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់ភាគីថៃដែលបានចូលបញ្ជីប្រាសាទខ្មែរតាមបណ្ដោយព្រំដែនចូលក្នុងបញ្ជីជាតិរបស់ខ្លួនកម្ពុជាចាត់ទុកសកម្មភាពឯកតោភាគីនេះថាជាអំពើខុសច្បាប់រំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនហើយបានទាមទារឲ្យរាជរដ្ឋាភិបាលថៃលុបចោលលីបិនជាបន្ទាន់ចំណុចសំខាន់នៃសេចក្តីថ្លែងការណ៍រួមមានក្រសួងបានបញ្ជាក់ថាទីតាំងដែលថៃបានចុះបញ្ជីនោះរួមមានប្រាសាទតាម៉ាន់ប្រាសាទតាក្របីប្រាសាទខ្នានិងមណ្ឌលបុរាណដ្ឋានដទៃទៀតដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្រសួងបានសង្កត់ធ្ងន់ថាសកម្មភាពចុះបញ្ជីឯកតោភាគីនេះជាអំពើខុសច្បាប់ត្រូវចាត់ទុកជាមួខៈគ្មានអនុភាពផ្លូវច្បាប់និងមិនអាចយកមកធ្វើជាភាស្តាំងដើម្បីអះអាងពីអធិបតេយ្យភាពទឹកដីឬប្រើប្រាស់ជាឧបករណ៍សម្រាប់កំណត់ព្រំដែនបានឡើយនេះគឺជាការប៉ុនប៉ងបង្កើតទម្រង់ផ្លូវច្បាប់คล้ายៗលើបេតិកភណ្ឌនៅកម្ពុជាដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាកម្ពុជាបានរំលឹកភាគីថៃថារាល់បញ្ហាអធិបតេយ្យភាពនិងការកំណត់ព្រំដែនត្រូវតែដោះស្រាយដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិនិងលិខិតទូពកដែលមានស្រាប់រួមមានសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907និងលិខិតទូពកពាពន្ធអនុស្សរណៈយុគ0ឆ្នាំ2000ភាគនិងផែនការមេឆ្នាំ2003ក៏ដូចជាតាមរយៈគណៈកម្មការជំរុះព្រំដែន JBC នៃប្រទេសទាំងពីរក្រសួងវប្បធម៌កម្ពុជាបានអំពាវនាវឲ្យរាជរដ្ឋាភិបាលថៃលុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះនិងបញ្ឈប់រាល់សកម្មភាពឯកតោភាគីទាំងឡាយណាដែលប៉ះពាល់ដល់ស្មារតីនៃការដោះស្រាយដោយវែងហើយសន្តិភាពនិងការគោរពគ្នាទៅវិញទៅមករវាងប្រទេសជិតខាងទាំងពីរជាមួយគ្នានេះកម្ពុជានៅតែរក្សាជំហរផ្ដាច់ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយរាល់បញ្ហាដែលនៅសេសសល់តាមផ្លូវសន្តិភាពនិងស្របតាមច្បាប់អន្តរជាតិដើម្បីរក្សានូវស្ថិរភាពនិងមិត្តភាពរវាងប្រជាជាតិទាំងពីរ